បាទសួស្តីបងប្អូនគ្នាយើងតើមានបងប្អូនណាខ្លះដែលមិនទាន់ចេះដាក់ផលគុណកតាអញ្ចឹងក្នុងវីដេអូនេះលោកគ្រូលើកយកលំហាត់2មកពន្យល់បាទមួយមានមេគុណនៅពីមុខ x ការ៉េហើយចំណែកមួយទៀតនោះគឺអត់មានមេគុណនៅពីមុខ x ការ៉េទេបាទអ្នកដែលមិនទាន់យល់ពួកយើងអាចបាទស្វែងយល់ជាមួយនឹងលោកគ្រូបន្តិចទៅពួកយើងប្រកាសជាច្បាស់ហើយនឹងចេះដាក់ផលគុណកតាតែម្ដងជាពិសេសពួកយើងមើលលំហាត់អក្សរកនេះបាទលំហាត់អក្សរកនេះពួកយើងឃើញថាវាអត់មានមេគុណទេអានឹងក៏កាន់តែងាយស្រួលដែរពួកយើងមើលតែមួយខ្វាច់គឺចេះមកបាទមើលបែបណាពួកយើងមើលដំបូងឡើយពួកយើងដាក់ពីកតាឲ្យមកដាក់បែបនេះណាបាទដាក់បែបនេះឲ្យហើយមកបន្តមកទៀតពួកយើងមើលគិតក្បាលមុនអញ្ចឹង x ការ៉េអញ្ចឹង x ការ៉េពួកយើងមកពី x គុណនឹង x អញ្ចឹង x គុណនឹង x ណា x គុណនឹង x សរសេរបែបនេះអានថា x គុណនឹង x បន្តមកនៅពីក្រោយ x តើលេខប្រមាណគឺអាស្រ័យលើលេខ12នេះបាទអាស្រ័យទៅលើលេខ12នៅខាងចុងខាងក្រោយនេះណាអញ្ចឹងពួកយើងមើលតើ12មានប្រមាណគុណនឹងប្រមាណណា12អាលេខ12នេះតើមានប្រមាណគុណនឹងប្រមាណដែលស្មើនឹង12ហើយបញ្ជាក់ម្ដងទៀតអាប្រមាណគុណនឹងប្រមាណនៅកន្លែងនេះពួកយើងធ្វើម៉េចរើសមកឲ្យគុណទៅស្មើ12ហើយបន្តមកយកវាទៅបូកគ្នាទៅធ្វើម៉េចឲ្យវាស្មើនឹងបាទ7វិញណាបញ្ជាក់អញ្ចឹងរកចំនួនណាក៏បាន2ចំនួនឲ្យគុណគ្នាទៅស្មើ12ហើយអា2ចំនួនហ្នឹងត្រូវតែបូកគ្នាទៅស្មើនឹង7គិតតែប៉ុណ្្នឹងបានទេដោយសារតួកណ្ដាលនេះ7បាទនេះបាទលេខផ្សេងធ្វើម៉េចឲ្យផលបូកវាចេញអាលេខផ្សេងហ្នឹងដែរណាអញ្ចឹងយើងមើលអញ្ចឹង12វាច្បាស់ណាស់ពួកយើងប្រកាសជាជ្រើសរើសយក3គុណជាមួយនឹង4ហេតុអីបានគ្រូជ្រើសរើសយកមួយហ្នឹងព្រោះតែលេខ3បូកជាមួយនឹងលេខ4វាស្មើនឹង7បើពួកយើងមើល3បូកជាមួយ4ហើយស្មើ7ហ៎ប្រកាសជាស្មើហើយអញ្ចឹងនៅពេលដែលពួកយើងរកឃើញបានទៀងទាត់បែបនេះពួកយើងគ្រាន់តែយកមកដាក់មកណាលេខ3នេះសញ្ញាបូកអញ្ចឹងដាក់បូក3នៅខាងក្រោយនេះហើយបូក4នៅផ្នែកខាងក្រោយនេះតែប៉ុណ្ណេះរួចជាការស្រេចសម្រាប់លំហាត់អក្សរកប៉ុន្តែយើងក៏លេខមកមើលលំហាត់អក្សរខវិញបាទលំហាត់អក្សរខពួកយើងរៀនសាំញ៉ាំបន្តិចដោយសារវាមានមេគុណ2នៅពីមុខបាទដែលមិនអាចធ្វើតាមវិធីនេះបានទេប៉ុន្តែលោកគ្រូមានវិធីងាយបំផុតមួយទៀតដែលពួកយើងមើលទៅមិនសាំញ៉ាំទេហើយក៏ស្រួលយល់ទៀតពួកយើងមើលតាមដានមួយណាបាទចង់ដាក់មួយនេះទៅជាផលគុណកតាពួកយើងមើលដំបូងឡើយយើងយកមេគុណ2គុណនឹង7នេះមកយក2គុណនឹង7ណាអញ្ចឹងយកមេគុណ2គុណនឹង7គុណមកអញ្ចឹងពួកយើងគុណទៅប្រកាសជាឃើញដល់14បែបនេះអូខេបន្តមកទៀតពួកយើងបំបែក14តើមានប៉ុន្មានដូចមិញដែរគិតដូចនេះដែរមានប៉ុន្មានបាទគុណនឹងប៉ុន្មានដែលស្មើនឹងបាទលេខ14នេះប៉ុន្តែធ្វើម៉េចឲ្យអាប្រមាណដែលយើងយកមកដាក់នេះប៉ុន្មានគុណនឹងប្រមាណនេះធ្វើម៉េចឲ្យអាប៉ុណ្ណឹងបាទបូកគ្នាទៅឲ្យចេញ15មកវិញមើលធ្វើម៉េចឲ្យចេញ15មកវិញអញ្ចឹងបាទធ្វើម៉េចឲ្យចេញ15មកវិញនេះបែបនេះពោះតួកណ្ដាលយើង15អញ្ចឹងពួកយើងមើលបាទនៅត្រង់នេះពួកយើងបើយើងជ្រើសរើសយក2គុណនឹង7យកមកដាក់បូកគ្នាទៅអត់ស្មើ15ទេអញ្ចឹងយើងយកអត់ការទេបើយើងយក2បូកនឹង7ស្មើនឹង9អញ្ចឹងយើងយកលេខផ្សេងអញ្ចឹងសម្រាប់ខ្ញុំយក1បាទគុណជាមួយនឹងឥឡូវខ្ញុំយក14ចុះ14គុណជាមួយនឹង1បានទេព្រោះដោយសារអី14គុណនឹង1វាស្មើនឹង14ដដែលហើយ14បូកជាមួយនឹង1នេះក៏ស្មើ15ដែរអញ្ចឹងយើងយកអានេះមកដាក់មកតោះណាអញ្ចឹងដល់ពេលដែលយើងជ្រើសរើសបានពួកយើងអាចសរសេរទៅជាផលគុណកតានៅកន្លែងនេះគឺ x បូកជាមួយនឹង14បាទ14កតាឲ្យ x បូកជាមួយនឹងបាទ1ប៉ុន្តែសួរថាតើនេះគឺជាចម្លើយចុងក្រោយដែរឬទេអត់ទាន់ឃើញចម្លើយទៀតដោយសារវាមានមេគុណ2អញ្ចឹងនៅពេលដែលមានមេគុណ2ពួកយើងគ្រាន់តែនេះបាទពួកយើងគ្រាន់តែយកអាលេខដែលយើងយកមកដាក់មិញនេះណាអា14នេះបាទលេខ14នេះអញ្ចឹងពួកយើងបានយកវាទៅចែកអញ្ចឹងចែកអាស្រ័យទៅលើមេគុណនៅពីមុខ x ការ៉េបាទនេះលេខប្រមាណចែកនឹងប៉ុណ្ណឹងមកដោយសារមេគុណនេះបែរជាលេខ2អញ្ចឹងពួកយើងចែកវានឹង2មកចែកនឹង2ហើយដូចគ្នាដែរធ្វើចែកដូចគ្នាខាងក្រោយគឺ1ចែកនឹងបាទចែកនឹង2អញ្ចឹងសម្រាប់លេខណាដែលចែកដាច់ក៏ពួកយើងចែកទៅចឹងអានេះយើងចែកដាច់ឃើញទេ x បាទ x បាទខ្ញុំសរសេរសញ្ញានាំឲ្យណាអញ្ចឹង x បូកជាមួយនឹង7គួយ14ចែកនឹង2នៅសល់7សម្រាប់ខាងក្រោយនេះ1ចែកនឹង2អត់ដាច់ទេអញ្ចឹងកាលណាវាចែកដាច់អញ្ចឹងពួកយើងគ្រាន់តែយក2មកធ្វើជាមេគុណពីមុខ x មកឃើញជាចម្លើយស្រេចតែម្ដងអញ្ចឹងយើងបាន 2x បូក1អញ្ចឹងនេះគឺជាចម្លើយចុងក្រោយរបស់វាបានន័យថាកន្សោមប៉ុណ្ណេះពួកយើងទៅសេទៅជាផលគុណកតាគឺវាស្មើជាមួយនឹង x បូក7បាទកតាឲ្យ 2x
បូកជាមួយនឹង1បាទនេះគឺជាលទ្ធផលចុងក្រោយអញ្ចឹងពួកយើងមើលអាចថាវាមើលទៅសំញាំប៉ុន្តែការគិតគឺងាយស្រួលទេតាមលំដាប់លំដោយលោកគ្រូសរសេរជាសម្រាយឲ្យមើលទៀតអញ្ចឹងក្នុងវីដេអូនេះបាទខ្ញុំមានតែប៉ុណ្្នឹងទេបាទសង្ឃឹមថាបងប្អូនថ្នាក់ទី9ថ្មីទី10ថ្មី11ថ្មី12ថ្មីបានឃើញហើយជាចំណេះដឹងសម្រាប់យុទ្ធការប្រើប្រាស់ក្នុងការប្រឡងផ្សេងៗអញ្ចឹងគ្រូមានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់វីដេអូនេះណា